នៅថ្ងៃទី18ខែតុលាឆ្នាំ1867សហរដ្ឋអាមេរិកបានកាន់កាប់រដ្ឋអាឡាស្កាជាផ្លូវការបន្ទាប់ពីបានទិញតំបន់នេះពីប្រទេសរុស្ស៊ីនៅក្នុងតម្លៃ$7.2 លានទោះបីជាយ៉ាងណាក៏ដោយលុយចំនួននោះគឺហាក់ដូចជាថ្លៃជាងបើយើងប្រៀបធៀបទៅនឹងអតិផរណានៅពេលបច្ចុប្បន្ននេះគឺមានតម្លៃប្រហែលជា$173 លាននេះគឺជាតម្លៃមួយដ៏ថោកខ្លាំងណាស់គឺគិតជាប្រាក់ចំនួនមុនប្រហែលលក់បានតិចជាង5កាក់ផងក្នុង1ហិកតា ឬប្រហែលជា$1.14 ប៉ុណ្ណោះបើប្រៀបធៀបទៅនឹងលុយចំនួនឆ្នាំ2025នេះជាយូរមកហើយមុនពេលសហរដ្ឋអាមេរិកបានទិញអាឡាស្កាគឺជាជម្រកនៃជនជាតិដើមភាគតិចដ៏ច្រើនដែលបានរស់នៅក្នុងទឹកដីដែលមិនសូវអំណោយផលនិងត្រជាក់នេះអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយតំបន់ដែលសហរដ្ឋអាមេរិកបានទិញពីរុស្ស៊ីនេះគ្របដណ្ដប់ទៅលើផ្ទៃដីដ៏ធំល្វឹងល្វើយប្រហែលជា586,412 ម៉ាយបើយើងគិតជាគីឡូម៉ែត្រការ៉េនេះគឺតំបន់នេះគឺមានទំហំរហូតដល់ទៅជាង1,518,800 គីឡូម៉ែត្រការ៉េដើម្បីនិយាយឲ្យងាយយល់គឺថាអាឡាស្កានេះគឺធំជាងប្រទេសកម្ពុជាយើងប្រហែលជា9 ដងនិងធំជាងរដ្ឋតិចសាសដែលជារដ្ឋធំជាងគេលំដាប់ទី2របស់សហរដ្ឋអាមេរិកចំនួន2 ដងបរិះដែលទទួលខុសត្រូវខ្លាំងជាងគេដែលធ្វើឲ្យការទិញនេះកើតមានឡើងគឺលោក William Henry Seward គាត់គឺជារដ្ឋមន្ត្រីក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Andrew Johnson ហើយគាត់មានជំនឿយ៉ាងមុតមាំថាសហរដ្ឋអាមេរិកគួរតែពង្រីកទឹកដីរបស់ខ្លួនហេតុអ្វីបានជារុស្ស៊ីដាច់ចិត្តលក់អាឡាស្កានេះក៏ដោយសារតែអាឡាស្កាគឺជាតំបន់មួយដែលឆ្ងាយពីទឹកដីរបស់ខ្លួនហើយរុស្ស៊ីយល់ថាវាពិបាកក្នុងការការពារពួកគេភ័យខ្លាចថាប្រសិនបើមានសង្គ្រាមផ្ទុះឡើងពួកគេអាចបាត់បង់តំបន់ផ្សេងទៀតដោយដែលចក្រភពអង់គ្លេសបាត់បង់ផងដែរដោយមិនទទួលបានអ្វីមកវិញទាល់តែសោះដូច្នេះរុស្ស៊ីបានសម្រេចចិត្តលក់វាឲ្យសហរដ្ឋអាមេរិកប្រសើរជាងប្រថុយនៅក្នុងការបាត់បង់វានៅក្នុងសមរភូមិកិច្ចពិភាក្សារវាងលោក Seward និង Adut de Stockel ដែលជាមន្ត្រីរុស្ស៊ីទទួលបន្ទុកការចរចានេះបានចាប់ផ្ដើមនៅខែមិនិនាឆ្នាំ1867ដំបូងឡើយជនជាតិអាមេរិកជាច្រើនមិនគាំទ្រគំនិតនៃការទិញតំបន់នេះដែលពួកគេហៅថារដ្ឋអាឡាស្កានោះទេពួកគេគិតថាដីនេះគឺជាដីកកជាដីទទេនិងគ្មានប្រយោជន៍អ្នកខ្លះហៅកិច្ចព្រមព្រៀងទិញលក់នេះថា Seward's Folly ឬមានន័យថា Seward គឺជាមនុស្សល្ងង់ឬក៏ជាសួនសត្វខ្លាឃ្មុំរបស់តំបន់ប៉ូលរបស់លោក Andrew Johnson វាជាការលេងសើចដោយសារតែតំបន់នេះគឺជាតំបន់ដ៏ត្រជាក់និងសម្បូរទឹកកកផ្នែកមួយនៃការមិនចូលចិត្តនេះផងដែរគឺកើតចេញពីលោក Andrew Johnson ដែលជាប្រធានាធិបតីអាមេរិកតែម្ដងដោយសារតែគាត់មិនសូវមានប្រជាប្រិយភាពនោះឡើយនៅចំនួននោះគាត់មានបញ្ហាជាច្រើនជាមួយសភាបន្ទាប់ពីសង្គ្រាមស៊ីវិលលោក Johnson ថែមទាំងត្រូវបានកាត់ទោសឲ្យដកគាត់ចេញពីតំណែងដែលជាដំណើរការហៅថាបទចោទប្រកាន់ប៉ុន្តែគាត់ត្រូវបានសង្គ្រោះដោយសម្លេងឆ្នោតតែមួយតែប៉ុណ្ណោះទោះបីជាមានការរិះគន់យ៉ាងណាក៏ដោយនៅទីបំផុតសភាបានយល់ព្រមនៅក្នុងការទិញរដ្ឋអាឡាស្កានេះហើយបានក្លាយទៅជាផ្នែកមួយនៃសហរដ្ឋអាមេរិកជាផ្លូវការយូរទៅមនុស្សចាប់ផ្ដើមឃើញអាឡាស្កានៅក្នុងពន្លឺល្អជាងមុននៅក្នុងឆ្នាំ1899មាសត្រូវបានគេរកឃើញនៅក្នុងទីក្រុងមួយដែលមានឈ្មោះថា Nome ហើយការរកឃើញនេះបាននាំឲ្យមានការទាក់ទាញចំណាប់អារម្មណ៍ជាច្រើនមនុស្សជាច្រើនបានប្រញាប់ប្រញាល់ទៅរដ្ឋអាឡាស្កាដោយសង្ឃឹមថាពួកគេនឹងអាចក្លាយជាអ្នកមានពីការជីករកមាសមិនខានព្រឹត្តិការណ៍នេះបានផ្លាស់ប្ដូរការគិតវិជ្ជមានរបស់ប្រជាជនមកលើរដ្ឋអាឡាស្កាហើយបានបង្ហាញថាជារដ្ឋមួយដែលមានតម្លៃនៅទីបំផុតអាឡាស្កាបានក្លាយទៅជារដ្ឋទី49របស់សហរដ្ឋអាមេរិកនៅថ្ងៃទី3ខែមករាឆ្នាំ1959សប្តាហ៍នេះអាឡាស្កាគឺជារដ្ឋដ៏ល្បីល្បាញដោយសារតែតួនាទីក្នុងការផ្គត់ផ្គង់ធនធានធម្មជាតិដ៏ធំធេងរបស់វាជាឧទាហរណ៍អាឡាស្កាផលិតប្រហែលជា 25% នៃប្រេងសរុបរបស់សហរដ្ឋអាមេរិកនិងផ្ដល់ជាងពាក់កណ្ដាលនៃអាហារសមុទ្រប្រចាំប្រទេសផងដែរទ
ទោះបីជា Alaska គឺជារដ្ឋដ៏ធំបំផុតនិយាយអំពីទំហំប្រហែលជា1/5 នៃទំហំនៃរដ្ឋ48រួមបញ្ចូលគ្នាក៏ដោយក៏មានមនុស្សតិចណាស់ដែលកំពុងតែរស់នៅទីនោះដោយសារតែអាកាសធាតុដ៏ត្រជាក់និងផ្ទៃដីរដេករដុបមិនស្មើគ្នាឈ្មោះ Alaska នឹងគឺចេញមកពីពាក្យ Alert Alaska ដែលមានន័យថាទឹកដីដ៏អស្ចារ្យដើម្បីគោរពប្រវត្តិសាស្ត្ររបស់ខ្លួន Alaska មានថ្ងៃឈប់សម្រាកពិសេសចំនួន2គឺថ្ងៃទី1គឺថ្ងៃ Swords Day ដែលកើតឡើងនៅថ្ងៃច័ន្ទចុងក្រោយនៃខែមិនិនាថ្ងៃនេះក៏ជាថ្ងៃប្រពៃនៃឆ្នាំ1867នៅពេលដែលសហរដ្ឋអាមេរិកនិងរុស្ស៊ីបានចុះហត្ថលេខាសន្ធិសញ្ញាទិញលក់ថ្ងៃឈប់សម្រាកផ្សេងទៀតគឺ Alaska Day គឺនៅថ្ងៃទី18ខែតុលាដែលជាថ្ងៃដែល Alaska បានក្លាយទៅជាផ្នែកមួយនៃសហរដ្ឋអាមេរិកជាផ្លូវការ